Ok, chẳng nhung ngày nay trong thơ video muối đại trong về ông pi chỉ vật nơi score 4 năm ní bỏ cái tới việc phèm năm mà được sang nhung thẹp kẹp gì mà năm đầm bay thật phơi kè thì chẳng vào kịch năm ní cứ chỉ năm thì phèm bao nhiêu mấy và tay nhung tức là thân nè bậc cái thà thân nè cứ thân nè tí buồn nơi score chia lại với thà với năm tí buồn yeah ok chẳng nhung trong recap ông pi stand up here ในការរៀននៅក្នុងសាកលវិទ្យាល័យមួយឆ្នាំនេះគឺ yo it's not easy man ទាំងការធ្វើ assignment ឬក៏ការធ្វើកិច្ចការងារសាលាផ្សេងៗគឺវាត្រូវការ take time ចំណាយពេលរៀនចំណាយពេលស្រាវជ្រាវអីច្រើនខ្លាំងមែនតើអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាវាជា memory ល្អមួយដែលខ្ញុំពេលដែលខ្ញុំបានទៅធ្វើការមែនតើឥឡូវនេះក៏ធ្វើការដែរក៏ខ្ញុំមានការងារធ្វើដែរប៉ុន្តែសង្ឃឹមថាពី3ឆ្នាំទៅមុខទៀតគឺខ្ញុំមកមើលវីដេអូនេះគឺនឹងប្រោតទៅលើខ្លួនឯងអូខេបងប្អូនចឹងបងប្អូនបានឃើញពីខោខ្ញុំគឺអាគារ A នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងពេលដែលចេញពីរៀនគឺខ្ញុំតែងតែមកអង្គុយលេងនៅក្នុងសាលាឬក៏នៅបរិយាកាសជុំវិញសាលាអញ្ចឹងដោយសារតែខ្ញុំចូលធ្វើការម៉ោង12ថ្ងៃហើយចេញពីរៀនម៉ោង10កន្លះអញ្ចឹងវាតំណេបាន1ម៉ោង2ម៉ោងដែរនិយាយពីការធ្វើការកំឡុងពេលសិក្សាខ្ញុំចង់ចែករំលែកតិចតួចដែរពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ខ្ញុំគិតថាវាល្អខ្លាំងមែនតើបើសិនជាយើងមានសមត្ថភាពទៅរកការងារបានទាំងដែលយើងកំពុងតែរៀនណាមេថាបើសិនជាយើងមានការងារធ្វើគឺយើងអាចជួយសម្រួលបន្ទុករបស់គ្រួសារយើងបានច្រើនមែនតើជាក់ស្ដែងខ្ញុំពេលដែលមានការងារធ្វើគឺមេថាការចំណាយរបស់យើងក៏យើងអត់សូវពឹងទៅលើអ្នកផ្ទះសិក្សាដែរមេថាយើងអាចមានខែសម្រាប់បង់សាលាសម្រាប់ការចាយវាប្រចាំថ្ងៃទៅលើខ្លួនឯងទិញរបស់ឲ្យខ្លួនឯងត្រូវការទោះបីថាវាមិនគ្រប់គ្រាន់ឬក៏តិចតួចក្តីក៏យើងអាចមានន័យថាយើងអាចមានខ្លួនឯងបានណាអាចជួយខ្លួនឯងបានអញ្ចឹងខ្ញុំសូមលើកទឹកចិត្តទាំងអស់គ្នាមែនតើឲ្យរកជំនាញអីដែលគិតថាអាចរកការងារធ្វើបានលឿនឬក៏យើងក៏អាចតាមដានទៅលើការងារដែលតម្រូវការខ្ពស់នៅក្នុងសង្គមយើងសពថ្ងៃដែរដូចជាការងារខ្ញុំគឺ graphic design អញ្ចឹងខ្ញុំគិតថាការងារមួយហ្នឹងគឺយើងអាចរៀននៅខ្លួនឯងបានជាស្ដែងខ្ញុំរៀន CS ទេឬក៏ computer science ទេប៉ុន្តែខ្ញុំទៅធ្វើការងារខាង graphic design អញ្ចឹងវាមានបានន័យថាវាអត់ល្អទេយើងរៀនផ្សេងទៅធ្វើការងារផ្សេងវាមានអត់ល្អទេសំខាន់លើយើងទេថាយើងអាចសម្របខ្លួនទៅតែឲ្យយើងធ្វើហ្នឹងបានអត់